ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះ admin គឺចេញវីដេអូមួយនេះឡើងគឺដើម្បីអាប់ដេតពី channel មួយចំនួនអញ្ចឹងណាហើយ admin ដែលមូលហេតុដែលត្រូវចេញនៅក្នុង channel មួយនេះចង់ប្រាប់ថាប្រហែលជា admin មាន content អីផ្សេងទៀតដើម្បីធ្វើនៅលើ channel មួយហ្នឹងអញ្ចឹងទៅបងប្អូនដែលអត់ស្គាល់ admin ក៏សូមណែនាំខ្លួនតិចទៅadmin គឺម្ចាស់ channel ព្រៃនិទានហើយ channel មួយទៀតគឺអាចារ្យឆ្អឹងហើយវាបានខូចបាត់ទៅហើយអាចារ្យឆ្អឹងវានៅសល់តែព្រៃនិទានទេអញ្ចឹង admin មកនេះក៏ចង់ប្រាប់ពីព័ត៌មានខ្លះអំពី YouTube ដែរបងប្អូន YouTube ឥឡូវហ្នឹងគឺវាតឹងរឹងមែនទែនចំពោះ content ដែលនិទានរឿងដែលដាក់រូបតែមួយស្លឹកហើយដែលបងប្អូនបានស្ដាប់កំសាន្តរហូតមកហ្នឹង YouTube ឥឡូវវាកំពុងតែចាប់អញ្ចឹងណាគឺវាកំពុងតែចាប់មែនទែនហើយតាមពិតទៅ content យើង original ទេដូចជាអត្ថបទឬមួយក៏ភ្លេងឬមួយក៏ sound ពីក្រោយអីតិចតួចហ្នឹងគឺសុទ្ធតែ original ទាំងអស់គ្រាន់តែថា YouTube ឥឡូវហ្នឹងវាចាប់យើងថាប្រើ template តែឬមួយក៏យើងប្រើតែរូបមួយ slide ទៅ slide មកហើយ channel admin ប្រេណទានវាអត់ទាន់អីទេគ្រាន់តែថា admin អាចនឹងធ្វើ channel មួយនេះឡើងដើម្បីទុកការពារអញ្ចឹងទៅយើងមើលអត់ដឹងទាំងអស់គ្នាហើយ admin ក៏ចង់សូមច្បល់អំពីពុកម៉ែបងប្អូនទាំងអស់គ្នាដែរថាតើយើងគួរតែធ្វើប្រភេទជាមួយនឹងរឿងនិទាននឹងទៀតឬមួយក៏ content ថ្មីគឺ admin ចង់បានកំណត់ខ្លះអំពីប្រិមិត្តផងដែរចង់ឲ្យប្រិមិត្តផ្ដល់ជាច្បល់ខ្លះថាតើ admin ធ្វើ content របៀបម៉េចតែយ៉ាងណា admin ចង់ស្ថិតនៅក្នុងប្រភេទរឿងដើរព្រៃឬមួយក៏រឿងពាក់ព័ន្ធជាមួយនឹងដំណើរជីវិតអីចឹងទៅ admin ចង់បានរបៀបនឹងដែរអានេះគ្រាន់តែជាអីដែល admin ចង់បានខ្លះទេតែបើប្រិមិត្តrecommend មកថាធ្វើបែបនេះទៅអីចឹងទៅដែលត្រូវជាមួយនឹង admin គឺ admin នឹងធ្វើដែរពួក admin ក៏ចង់រក content ផ្សេងទៀតដែរហើយប្រហែលជាត្រូវចេញមុខអញ្ចឹងព្រោះ YouTube ឥឡូវវាឲ្យតម្លៃទៅលើការចេញមុខក៏ដូចជារូបភាពជាមនុស្សវាលែងឲ្យធ្វើជារងឯងយើងធ្វើដូចជា podcast ឬមួយក៏ audio អញ្ចឹងណាអញ្ចឹងទៅបាន YouTube ឥឡូវហ្នឹងវាចង់ឲ្យយើងចេញមុខច្រើនដោយសារតែវាមាន AI ច្រើននៃក្រុមហ៊ុន YouTube ឥឡូវហ្នឹងវាភាគច្រើនវាប្រើ AI ឲ្យ review ទៅលើ channel អញ្ចឹងទៅមួយយ៉ាងហ្នឹងគឺអ្នកដែលធ្វើ content ដោយ admin ប្រេងទៀនហ្នឹងគឺមានការខូចច្រើនមែនទែនដូចជាបងតេងហួរឬមួយក៏បងពិសិដ្ឋអីហ្នឹងគឺពួកគាត់បានខូច channel អស់ហើយអញ្ចឹងឥឡូវក៏គាត់រៀងបាក់តិចដែរអញ្ចឹងគាត់សុំសម្រាប់សិនអាចនឹងមួយរយៈក្រោយទៀតបានគាត់ត្រឡប់មកវិញអាហ្នឹងអីគាត់តែ admin ដឹងខ្លះទេអញ្ចឹងប្រហែលជា channel មួយនេះ admin នឹងធ្វើ content មួយហើយនឹងចេញមុខរបៀបអញ្ចឹងហើយ admin កំពុងតែសេរី setting វីដេអូនេះចង់ឲ្យវាមើលទៅស្អាតជាងហ្នឹងណាគាត់ថាអត់ទាន់សេរីអត់ទាន់ត្រូវអញ្ចឹង admin មិនចង់ចេញមុខទេប៉ុន្តែធ្វើម៉េចឲ្យមុខយើងអត់សូវស្អាតហើយធ្វើមិនទេបើ YouTube វាឲ្យត្រូវតែចេញមុខចឹងទៅបើមែនទែនទៅពុកម៉ែបងប្អូនទាំងគ្នាខ្ញុំសង្ឃថាបាក់ស្បាតជាមួយនឹង YouTube តែម្ដងព្រោះតាំងពីចាប់ផ្ដើមមកយើងបានខូច channel រហូតទៅដល់4បាត់ទៅហើយ channel គាត់ថាខូចណាហើយយើងក៏ចាប់ផ្ដើមមកជាមួយគ្នាបើរយៈពេលដែល admin ដើរនៅលើវិស័យនិទានរឿងហ្នឹងវាចូលជា4ឆ្នាំទៅហើយបើសរុបតាំងពី admin ចាប់ផ្ដើមដំបូងមកហើយជួបបទពិសោធន៍ច្រើនមែនទែនទាក់ទងនឹង content ហ្នឹងបងប្អូនមើលមកវាគ្រាន់តែជា content ធម្មតានិទានអីចឹងតែនៅខាងក្រោយហ្នឹងវាមិនធម្មតាទេបងប្អូនវាមានរឿងជាច្រើនតែវាមានរឿងហ្នឹងវាមានអីទេគឺទាក់ទងនឹងតែជាមួយ YouTube នឹងឯងហើយនិយាយខ្លីទៅយើងមានតែបែបបទឬមួយក៏បទបែនទៅតាមក្រុមហ៊ុន YouTube វាប្រាប់ប៉ុន្តែជំរឿនដ៏ល្អបំផុតហ្មងដែល admin ស្រឡងឃើញហ្នឹងគឺថាគឺជាការថតចេញមុខចេញអីចឹងទៅបើកាលណាដែលយើងចេញមុខមានន័យថាយើងមានអត្ថភាពឬមួយក៏មានលទ្ធភាពចង់ថាយើងមានលទ្ធភាពពេលដែលមានបញ្ហាឬមួយក៏តវ៉ាឬមួយក៏ YouTube វាមិនចាប់តែម្ដងនៅពេលដែលយើងចេញមុខ YouTube ឥឡូវវាព្យាយាមប្រឆាំងជាមួយ AI ដែរប៉ុន្តែ admin អត់យល់បងប្អូនខ្លះគាត់ធ្វើទៅនឹង AI សតឬមួយក៏អីគេអត់បញ្ហាប៉ុន្តែសម្រាប់តែពួក admin ហ្នឹង original សឹងតែទាំងអស់ហើយបែរជាមានបញ្ហានឹងទៅវិញធ្វើមកយើងក្រោប
ចាយថាយើងជ្រកក្រោមដំបូលគេចឹងហើយអញ្ចឹងប្រហែលជាចាប់ពីថ្ងៃហ្នឹងទៅឬមួយក៏សប្តាហ៍ក្រោយ admin នឹងធ្វើ content មួយដាក់ក្នុង channel ហ្នឹងហើយឈ្មោះ channel ប្រហែលជាដូចបងប្អូនឃើញ admin ដាក់ចឹងទៅខ្ជិលខ្វល់ខ្វាយច្រើន admin នឹងបដោតទៅលើវីដេអូដែលមានគុណភាពច្រើនជាងតែអត់ទាន់ដឹងទេបងប្អូនថាធ្វើ content អីដើម្បីឲ្យបងប្អូនពេញចិត្តបានច្រើនគឺយើងអាចនឹងតម្រូវចិត្តប្រិយមិត្តខ្លះតែមិនទាំងអស់ទេ admin នៅតែប្រកាន់ភ្ជាប់ធ្វើអីដែលជាខ្លួនឯងដដែលហ្នឹងគាត់ថាចង់បាន content អីមួយថ្មីសម្រាប់ admin ចេញមុខអញ្ចឹងណាចង់ចេញមុខអញ្ចឹងហ្មងទៅព្រោះដោយសារតែនិយាយទៅនិយាយមករឿងសាមតិចដោយសារតែរឿង YouTube នឹងឯងហើយ admin រងថ្ងៃបដោតទៅលើ YouTube នឹងរឿងខ្លាំងគួរសមដែរអញ្ចឹងបានពេលដែលមានបញ្ហាអីបានបងម្នាក់គាត់រៀងបាក់ស្បាតដោយសារតែគាត់មានបញ្ហាមួយ YouTube នឹងអីចឹងទៅហើយគាត់រកប្រាក់ចំណូលពីវាដែរទៅពី admin ទៅគឺគ្មានអ្វីទេក្រៅពីអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាំទ្ររយៈពេល4ឆ្នាំហ្នឹងហើយទោះបីជាពេលខ្លះទៅយើងមិនបានសូវចេញរឿងចេញអីឲ្យបងប្អូនបានស្ដាប់កំសាន្តទាំងអស់គ្នាតែខ្ញុំជឿថាពុកម៉ែបងប្អូនខ្លះប្រកាសជាបានឮសំឡេងខ្ញុំបានច្រើនគួរសមដែរហើយឮតាំងពី channel ដើមមករយៈពេល4ឆ្នាំយើងអាចថាអភិវឌ្ឍខ្លួនមកដល់ចំណុចនេះក៏វាមិនជាការស្រួលដែរពីមុន admin ចង់បោះបង់ប្រហែលដងហើយនិយាយរឿងបោះបង់ YouTube ហ្នឹងតែដោយសារតែបានបងលើកទឹកចិត្តក៏ដូចជាពិសេសគឺប្រិមិត្តadmin ផ្ទាល់តែម្ដងពួកគាត់ឆាតមកឲ្យ admin ធ្វើរឿងវិញទៅបានពួកគាត់ស្ដាប់កំសាន្តអីចឹងអញ្ចឹងបាន admin នៅតែបន្តហើយ admin គ្មានអីទេក្រៅពីអរគុណពុកម៉ែបងប្អូនដែលតែងតែ support ហើយសង្ឃឹមថាយើងនឹងមាន content ថ្មីថតឬមួយក៏យ៉ាងម៉េចយើងអត់ទាន់ដឹងទេប៉ុន្តែ admin ជឿថាប្រិមិត្តនឹង recommend ពាក់ព័ន្ធជាមួយនឹងមាតិកាថ្មីដែលតម្រូវឲ្យ admin ចេញមុខអញ្ចឹងប៉ុន្តែវានៅតែជាប្រភេទលក្ខណៈថាស្ដាប់គឺមិនមើលទេអាចបងប្អូនធ្វើការបដាស្ដាប់បដាអាចថាបងប្អូនធ្វើដំណើរទៅតាមខេត្តអីចឹងទៅស្ដាប់បដាអីចឹងទៅអញ្ចឹងវាក៏ជាចំណែកមួយកាត់បន្ថយអារម្មណ៍ stress ពុកម៉ែបងប្អូនដែរហើយ admin និយាយហ្នឹងមិនមែន admin និយាយខ្លួនឯងទេដោយសារតែបានឮពីប្រិមិត្តដែរដែលគាត់ប្រាប់ថាបានស្ដាប់រឿងស្ដាប់អីទៅធ្វើអារម្មណ៍ពួកគាត់ល្អប្រសើរហើយនេះក៏ជាមូលហេតុដែល admin នៅតែបន្តដំណើរមកមុខរហូតអញ្ចឹង admin ដូចជាមានន័យច្រើនទេនិយាយទៅនិយាយមកគឺមានតែប៉ុណ្្នឹងហើយគ្រាន់តែថាអាប់ដេតពី YouTube មួយចំនួនក៏ដូចជាអាប់ដេតពីខ្លួនឯងដែរអញ្ចឹងពុកម៉ែបងប្អូនណាដែលមិនដែលឃើញមុខ admin ហើយនៅក្នុងវីដេអូនេះប្រហែលជាឃើញហើយមុខមិនសូវជាសង្ហាទេប៉ុន្តែធ្វើមិនទេមានតែបត់បែនទៅតាម YouTube ដើម្បីឲ្យបងប្អូនបានស្ដាប់នៅ content របស់ខ្ញុំបន្តទៀតទៅហើយពីខ្ញុំដែលជា admin ប្រេងនិទានគឺមានតែប៉ុណ្្នឹងទេជូនពរឲ្យពុកម៉ែបងប្អូនដែលជា fan admin ផ្ទាល់តែម្ដងដែលធ្លាប់បានស្ដាប់រឿងជូនពរឲ្យរកស៊ីមានបានទៅណាមកណាប្រកបដោយសេចក្តីសុខហើយរដូវក្តៅបងប្អូនកុំភ្លេចហូបទឹកឲ្យបានច្រើនផងធម្មតាទេរដូវវារដូវប្រាំងអញ្ចឹងទៅហើយក៏ចិត្តឈានចូលដល់រដូវវស្សាដែរហើយអញ្ចឹងadmin ក៏មានតែប៉ុណ្្នឹងអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយៗមិនដឹងថាចេញមក content របៀបណាអីទេយើងចាំមើលទាំងអស់គ្នា